តោះមកបញ្ចប់សាច់រឿងរបស់យើងនៅភាគមុនព្រោះមិនចង់ឲ្យមានរឿងវែងឆ្ងាយគ្រួសាររបស់ធានបានជួយសម្រួលទោសឲ្យបោះស្បាឲ្យបាននៅក្រៅឃុំជាថ្នូរនឹងការផ្ដល់សេរីភាពឲ្យធានពេលនេះគ្រប់យ៉ាងត្រឡប់មកល្អដូចដើមវិញម្លេះនឹងធានបានចេញពីមន្ទីរពេទ្យតើរឿងនឹងចាប់ទៅបែបណាខណៈដែលបោះស្បានាងហាក់មិនទាន់អស់ចិត្តក្នុងរឿងនេះខ្ញុំដឹងថាអារម្មណ៍នាងពេលនេះគឺមិនស្រឡាញ់ទើបខ្ញុំហៅមកជួបជុំគ្នាដើម្បីនិយាយគ្នាបានច្បាស់លាស់នៅក្នុងថ្ងៃនេះម្លីងកន្លងមកខ្ញុំបានធ្វើខុសលើនាងខ្ញុំបានបំបីបំបាក់ស្នេហានាងនិងកូនធានទើបធ្វើឲ្យរឿងរ៉ាវខ្លាចទៅជាធំបែបនេះតទៅខ្ញុំមិនបំបីបំបាក់ស្នេហាពួកនាងទៀតទេនាងនិងកូនធានគឺអាចស្រឡាញ់គ្នាបានដោយសេរីចោះណាខ្ញុំក៏ពិតជាអរគុណដល់លោកស្រីខ្លាំងណាស់ដែលបានប្រណីដល់ស្នេហារបស់ពួកខ្ញុំទាំងពីរខ្ញុំមិននឹកស្មានថាខ្ញុំមានថ្ងៃនេះវាដូចជាការយកសពអញ្ចឹងខ្ញុំសឹងតែមិនគួរជឿសឹងវាជាការពិតពួកយើងបានទទួលមេរៀនជាច្រើនពីរឿងនេះយើងខុសតាំងពីដើមដែលបង្ខំកូនធានឲ្យទៅយកមនុស្សដែលគេមិនបានស្រឡាញ់ចុងក្រោយស្នេហាគឺមិនអាចបង្ខំបានពិតមែនយើងយល់ពីភក្តីភាពរបស់ពួកឯងដែលមានចំពោះគ្នាតទៅនាងខ្លាចជាកូនប្រសាក្នុងផ្ទះនេះហើយណានាងមិនបាច់ភ័យខ្លាចថាមានរឿងមិនល្អកើតឡើងទៀតនោះទេខ្ញុំទាំងពីរពិតជាអរគុណដល់ឪពុកម្ដាយខ្លាំងណាស់ហើយខ្ញុំក៏ចង់សុំទោសដែលកន្លងខ្ញុំធ្វើឲ្យលោកទាំងពីរពិបាកចិត្តជាកូនដែលមិនល្អមិនស្ដាប់តាមបង្គាប់របស់ពុកម៉ែរហូតមានរឿងដូចជាការកន្លងនេះតែខ្ញុំធ្វើព្រោះតែខ្ញុំត្រូវការរស់នៅក្បែរមនុស្សដែលខ្ញុំស្រឡាញ់ម្នាក់នោះគឺជាម្លេះកូនគឺមិនបានខុសទីអ្នកដែលខុសនោះគឺពុកម៉ែនេះហើយដែលមិនស្ដាប់បេះដូងកូនមិនព្រមតាមកូនគិតថាអ្វីដែលកូនរើសគឺជារឿងមិនល្អមិនស័ក្តិសមអបអរកិត្តិយសចុងក្រោយបញ្ហាកាន់តែធំកូនប៊ីតែបាត់បង់ជីវិតពុកម៉ែទីដែលគូតែជាអ្នកសុំទោសកូននឹងម្លីនោះប៉ុន្តែនេះចាត់ទុកថាជាបទពិសោធន៍ចាស់ណាស់ត្រឹមតែលោកស្រីផ្ដោះក្តីអាណិតជួយអំពីអំណរដល់ស្នេហាពួកខ្ញុំនោះខ្ញុំអរគុណដល់លោកស្រីបំផុតហើយមកប្រាថ្នាចង់បានពាក្យសុំទោសពីលោកស្រីនោះទេរឿងនេះបើគប់បន្ទងគឺបន្ទោព្រមលិខិនដែលបានចាឲ្យពួកខ្ញុំបានជួបគ្នានៅក្នុងរូបភាពបែបនេះខ្ញុំទៅវិញទេដែលជាអ្នកបានស័ក្តិសមជាមួយនឹងលោកធានបានហើយគ្រប់គ្នាឈប់បន្ទោខ្លួនឯងទៅយ៉ាងណារឿងត្រឡប់មកល្អដោយដើមវិញហើយនៅតែបោះស្បាម្នាក់ប៉ុណ្ណោះពេលនេះនាងត្រូវបានតុលាការសម្រេចឲ្យទៅក្រៅឃុំហើយសង្ឃឹមថាគ្មានចិត្តគំនិតគុំគួននឹងគ្រួសារយើងទៀតផងចុះយើងព្រមមកចាប់ដោយសន្តិវិធីមិនយកទោសបីដែលនាងបងសម្រាប់កូនរបស់យើងចាត់ទុកថាយើងអស់និស្ស័យជាមួយគ្នាចឹងធ្វើមិញបើមិនជាគូទូខំបែបណាក៏មិនបានគ្នាដែរមានតែទទួលយកការពិតមួយនេះហើយចុះតានាងនឹងមកប្រមូលរបស់នាងនៅពេលណាទេបងក៏ចង់និយាយរឿងខ្លះជាមួយនាងដូចគ្នាណាអូនក៏មិនដឹងថានាងមកពីណានោះទីណាហើយចង់នាងមកពីណាក៏ពីនឹងទៅយើងយកព្រមបញ្ចប់ទំនាក់ទំនងជាមួយគ្នាដោយឈ្នះរៀងខ្លួនចង់នាងក៏ព្រមដែរបើនាងមិនព្រមនោះនាងក៏គ្មានសេរីភាពដូចជាពេលនេះដែរអូនមិនលើកលែងទោសឲ្យនាងទីពីព្រោះនាងក៏បានឲ្យអូនស្លាប់នាងក៏មិនបានល្អជាមួយនឹងអូនផងមែនហើយអ្នកបម្រើក្នុងផ្ទះតទៅម្លេះជាកូនប្រសាក្នុងផ្ទះនេះនាងមិនមែនជាអ្នកបម្រើដូចពីមុនទៀតនោះទេដូច្នេះត្រូវគោរពនិងឲ្យតម្លៃនាងដូចជាពួកខ្ញុំណាឮដែរទេនាងភីមបងច័ន្ទចាលោកប្រុសខ្ញុំដឹងហើយចាឮហើយលោកម្ចាស់តោះបានហើយបំបីគ្នាទៅធ្វើការសិនទៅម្លីក៏អញ្ចឹងបន្ទប់សម្រាប់នាងនៅជាប់ជាមួយកូនធានសិនមិនទាន់អាចនៅបន្ទប់ជាមួយគ្នាបានទេនាងមិនបាច់បារម្ភទេយើងនឹងរៀបចំពិធីបំពេញមុខឲ្យនាងឲ្យសមគូមិនឲ្យនាងខ្មាស់គេទេខ្ញុំគ្មានអ្វីត្រូវខ្មាស់ទេលោកស្រីរឿងកន្លងមកដែលខ្ញុំបានឆ្លងកាត់មកនេះវាជួចាត់គ្រប់គ្រាន់ឲ្យខ្ញុំអាចរស់នៅបានរឹងមាំហើយសូមត្រឹមជីវិតនេះបានរស់នៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយទោះបីជាអ្នកណាចង់និយាយបែបណាក៏ស្រេចតែគេចឹងថ្ងៃនេះជាថ្ងៃពិសេសដែលគ្រូសានេះបានត្រឡប់មករីករាយដូចកាលពីមុនអូយគិតទៅមិននឹកស្មានថាជីវិតម្លីនឹងគឺបានដូចជាពេលនេះទេអូច្រឡំហៅថាម្លីពេលនេះមិនមែនជាមនុស្សសាមញ្ញដូចជាយើងនោះទេណាអ៊ំគេឡើងទៅជាអ្នកនាងក្នុងផ្ទះនេះហើយអើយអ្នកនាងអីក៏អ្នកនាងទៅតែយើងនេះណាដឹងចរិតម្លីតាំងពីដើមទៅដល់ណាក៏នៅតែប៉ុណ្ណឹងមនុស្សមាននិស្ស័យស្លូតបូតទៅបានខ្ពស់ណាក៏មិនភ្លេចកំណើតអាចថាជាបុណ្យកុសលរបស់គេផងណានាងភីមតែនាងក៏រងគ្រោះបន្តិចដែរណាប៊ីតែនឹងបាត់បង់ជីវិតទៀតអូម៉ាអ៊ំគិតថាខ្ញុំមានវាសនាខ្លះជាថកែគេដែរទេដូចជាអ្នកនាងម៉ាលីដែរទេអាចថាមានបរិះអ្នកមានណាម្នាក់គេចាប់អារម្មណ៍ខ្ញុំដែរទេខ្ញុំស្អាតប៉ុណ្ណឹងដែរការងារក៏ចេះហើយថែមតបកាយយកចិត្តទៀតមានជាកញ្ចប់បែបនេះអ៊ំគិតថាខ្ញុំនឹងមានប្តីជាអ្នកមានដែរទេណាអ៊ំភ្
ញាក់ឡើងណានាងភីមអើយនេះភ្លឺហើយណាមិនមែនជាពេលដែលឯងនេះគេជសពទេប្រាប់ហើយថាកុំឲ្យសម័យខ្ពស់ពេកខ្លាចមិនដូចចិត្តវាធ្វើឲ្យឯងនេះវាឈឺចាប់នោះអីអើយធ្វើជាមនុស្សគឺត្រូវតែមានក្តីសម័យចឹងហើយណាអ៊ំអើយមើលតែអ្នកនាងមលីចោះអ្នកណាទៅដឹងថាបានខ្លាចទៅជាប្រពន្ធចាវាយនោះខ្ញុំក៏អញ្ចឹងដែរថាមិនត្រូវណាជាជំទាវនៅថ្ងៃមុខថាបានដែរវាសនាមនុស្សមើលមិនឃើញទេណាអ៊ំយើងឈប់ប្រកែកជាមួយនឹងឯងហើយជូនពរឲ្យឯងនេះដូចអ្វីដែលឯងសម័យផងចុះមនុស្សគ្រប់គ្នាដែលបានជាគូសុទ្ធតែជានិស្ស័យដែលព្រំលិខិតបានកំណត់មកហើយបើជាគូទោះមានរឿងអីក៏គង់តែជួបគ្នាដែរអូចោះអ៊ំនោះមានប្តីមានកូនដែរទេនឹងដោយមិនដែរនិយាយពីរឿងនេះសោះហើយអ៊ំនៅកំមុំចាស់អូយនៅកំមុំចាស់មករហូតមែនទេនឹងអ៊ំក្បាលមួយចានឥឡូវនឹងហើយមកសួរបកវិញទៀតបានហើយឆាប់ទៅរៀបចំម្ហូបបន្ថែមទៀតមកកម្មវិធីគេចាប់ដើមឥឡូវហើយអូយគេនិយាយត្រូវចង់ដាក់ក្បាលគេមួយចានងាប់ហើយរវល់តែនិយាយគ្នានៅនឹងហើយរៀបចំឲ្យនៅនឹងបងចាន់នាងភីមចាលោកស្រីចិត្តរួចហើយនាងភីមទៅលើកម្ហូបបន្ថែមទៀតមករៀបចំមកឲ្យគ្រប់ចំនួនមកណាបងបន្តិចទៀតកម្មវិធីក៏ចាប់ផ្ដើមគឺមានធ្វើធំដុំអីទេជប់លៀងតិចតួចនៅក្នុងផ្ទះឱកាសកូនធាននឹងមលីត្រឡប់មកវិញហើយភ្ញៀវក្បែរផ្ទះ 4-5 នាក់ប៉ុណ្ណោះយើងខំមានកម្មវិធីបែបនេះយូរហើយមែនទេបងចាលោកស្រីលោកប្រធានប្រកាសជាសប្បាយចិត្តណាស់ហើយព្រោះថាគ្រប់យ៉ាងបានដូចចិត្តដែលគេប៉ងបានមកជុំគ្រួសារហើយក៏បានរស់នៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ទៀតសូម្បីតែខ្ញុំណាក៏រំភើបចំនួនលោកធានដែរណាលោកស្រីខ្ញុំក៏មានអារម្មណ៍ថាសប្បាយចិត្តដែរណាបងខ្ញុំមិនដែលមានភាពរីករាយចេញពីចិត្តដូចជាពេលនេះទេគ្មានក្តីសុខណាដែលសុខដល់យើងព្រមទទួលស្គាល់ការពិតនៃជីវិតនោះទេមិនចាំបាច់ទៅផ្គប់ចិត្តអ្នកណាសំខាន់គឺផ្លូវចិត្តរបស់យើងនិងមនុស្សដែលយើងស្រឡាញ់រីករាយគឺគ្រប់គ្រាន់ហើយមែនទេបងចាស់មែនហើយលោកស្រីខ្ញុំក៏សប្បាយចិត្តដែរដែលលោកស្រីយល់បែបនេះហើយព្រមទទួលយកស្នេហារបស់ពួកគេតទៅផ្ទះនេះនឹងមានតែភាពរីករាយតែប៉ុណ្ណោះមែនហើយបងហើយចុះពេលនេះកូនធាននឹងមលីមិនតន់ចេញមកទៀតមែនទេប្រហែលជានៅក្នុងបន្ទប់តែងខ្លួនអញ្ចឹងខ្ញុំសូមទៅជួយលើកម្ហូបមកដាក់បន្ថែមទៀតហើយណាថ្ងៃនេះសូមឲ្យណានៃម្ដងណាលោកស្រីខានសប្បាយជូរហើយនេះអូនមិនដាច់ស្លៀកពាក់បែបនេះពីមុនមកទេមានអារម្មណ៍ថាដូចជាខ្មាស់គេណាស់បងធាននេះអូនតែងខ្លួនលើពេកទេដឹងឯងអូនសុំស្លៀកពាក់បែបធម្មតាបានទេមិនបានទេណាទោះបីជាកម្មវិធីតូចជប់លៀងបែបលក្ខណៈគ្រួសារក៏ដោយតែបងក៏ចង់ឲ្យអូនស្អាតដូចគ្នាអូនមិនដែលបានស្លៀកសម្លៀកបំពាក់ស្អាតបែបនេះពីមុននោះទេនេះក៏ជាកម្មវិធីបង្ហាញខ្លួននៅក្នុងនាមជាកូនប្រសាក្នុងផ្ទះនេះដែរណាអូននៅតែមានអារម្មណ៍ថារឹងខ្លួនធ្វើខ្លួនមិនត្រូវសុករឿងល្អក៏បានកាត់ឡើងទាំងដែរមិនបានត្រៀមខ្លួនបែបនេះអូនពិតជារំភើបរកអ្វីព្រៀបផ្ទឹមបំបាននោះទេវាដល់ពេលដែលពួកយើងត្រូវរស់នៅសពបំណងនៅក្នុងរឿងស្នេហារបស់យើងហើយណាឆ្លងកាត់រឿងរ៉ាវមកជាច្រើនបងខុសដែលមិនបានបំពេញមុខឲ្យអូនមិនបានធ្វើឲ្យអូនខ្លាចជាមនុស្សដែលពិសេសក្នុងថ្ងៃមង្គលទៅវិញជីវិតគូរបស់យើងមានតែរឿងរកម្មរកងតែអូនក៏បារម្ភអីណាតទៅបងនៅមើលថែអូននិងស្រឡាញ់អូនឲ្យបានច្រើនបំផុតមិនឲ្យមានបញ្ហាអ្វីកើតឡើងចំពោះស្នេហារបស់ពួកយើងទៀតនោះទេកុំនិយាយចឹងឯណាបងស្រឡាញ់និងផ្ដល់តម្លៃឲ្យអូនរហូតឲ្យអូនរអ៊ីខ្លួនណាស់អូនគឺនៅតែគិតថាអូនមកស័ក្តិសមជាមួយនឹងបងមិនទៀបខ្លួនមកស្រឡាញ់មនុស្សស្រីសាមញ្ញម្នាក់ដែលគ្មានអ្វីសោះដូចជាអូនគឺជាកិត្តិយសរបស់អូនណាស់ហើយសម្រាប់អូនមិនត្រូវការពិធីធំដុំបង្ហាញមកនៅក្នុងសង្គមអីនោះទេសូមត្រឹមតែមានបងនៅក្បែររហូតដល់ជីវិតចុងក្រោយនៅតែបែបនេះរហូតទេអូនគឺពិតជាពេញចិត្តណាស់ហើយបងគ្មានថ្ងៃប្រែចិត្តពីអូននោះទេបងស្រឡាញ់អូននិងស្មោះស្ម័គ្រតែអូនម្នាក់ប៉ុណ្ណោះអូនគួរតែយល់ចិត្តបងជាងគេណាចាប់បងអូនដឹងចិត្តបងហើយអូនក៏ដូចគ្នាដែរនៅជាតិនេះអូនស្រឡាញ់តែបងតែម្នាក់ប៉ុណ្ណឹងគ្មានបងអូនរកក៏គ្មានន័យដូចគ្នាដែរបងគឺជាជីវិតរបស់អូនតែម្នាក់ប៉ុណ្ណឹងតោះបងថាយើងឆាប់តែក្រោមទេទៅមើលថាការរៀបចំរួចហើយឬណាយើងទៅជួយរៀបចំពួកគេទេនឹងបានឆាប់រួចណាកុំគិតថាពួកឯងបាត់សំដំណងនឹងលើកនេះខ្ញុំមិនឲ្យផ្លិតស្នេហ៍ទៀតនោះទេយើងនឹងចាប់ទៅទាំងអស់គ្នាភ្លើងក្នុងចិត្តខ្ញុំនៅតែក្តៅមិនរលន់គិតថាខ្ញុំព្រមចាញ់ពួកឯងមិនទេបន្តិចទៀតជួបគ្នាដែរនឹងមានរឿងល្អមើលមិនខានទេចាំសិនទៅអាឡូអ្នកម៉ាមានការអីមែនទេ
បុស្បានេះតែកូននៅណាទៅណាមិនក៏មិនប្រាប់នេះទើបតែមានរឿងដោះស្រាយរួចកូនមិនអាចទៅណាដោយមិនប្រាប់អ្នកផ្ទះទេណាខ្ញុំទៅធ្វើរឿងដែលគួរធ្វើខ្ញុំទៅបញ្ចប់គ្រប់យ៉ាងនៅថ្ងៃនេះអ្នកម៉ាមិនបាច់បារម្ភពីខ្ញុំទេពេលនេះខ្ញុំគ្មានអ្វីត្រូវសោកស្ដាយទេខ្ញុំមានសិលអ្វីទៀតកតញ្ញូតម្លៃខ្ញុំក៏បានបាត់អស់តើខ្ញុំមានអ្វីត្រូវខ្លាចទៀតទេឯងនិយាយពីអីហ្នឹងឯងចង់បានន័យថាម៉េចឆាប់ប្រាប់មកពេលនេះឯងនៅណានៅឯណាហ៎គិតចង់ធ្វើអីមែនទេម៉ាក់មិនចាំបាច់បារម្ភទេខ្ញុំមិនធ្វើរឿងដែលនាំបញ្ហាឲ្យប៉ាម៉ាក់ទៀតទេសំទោសដែលកន្លងមកខ្ញុំធ្វើឲ្យប៉ាម៉ាក់ពិបាកចិត្តតទៅខ្ញុំមិនឲ្យប៉ាម៉ាក់ពិបាកចិត្តមកលើខ្ញុំទៀតនោះទេឯងប្រកធ្វើស្អីប្រាប់ម៉ាក់មកណាថាឯងទៅណាបុស្បាយើងនឹងចាប់ទៅជាមួយគ្នាក្នុងថ្ងៃនេះនាងមលីអាធីនខ្ញុំបាននិយាយហើយថាខ្ញុំតាមបំបែកពួកឯងដល់ទីបញ្ចប់ស្លាប់ទាំងអស់គ្នាតែម្ដងទេតាមពិតគេអញ្ចឹងសឹងអញ្ចឹងតើបានជាឯងត្រាស់ធានដូចជាមិនចាប់អារម្មណ៍នឹងខ្ញុំសោះធាននោះជាប្តីរបស់បូស្បាប៉ុន្តែគេមិនបានស្រឡាញ់ទីគេទៅស្រឡាញ់នាងមលីដែលជាអ្នកបម្រើក្នុងផ្ទះពុកម៉ែមិនពេញចិត្តក៏តាមបំបែករហូតមានរឿងផ្ទុះអាវុធដោយបូស្បាប៉ងបញ្ចប់ជីវិតពួកគេហើយសាច់រឿងដូចក្នុងរឿងនិទានតាមពិតធានមិនមែនជាអ្នកក្រឯណាឯងខំអាណិតស្រឡាញ់លោកអើយតាមពិតគេមានជាងឯងឆ្ងាយណាអូយប៉កែលប្រវត្តិខ្លាំងណាស់ជាសទ្ធិលាក់មុខមកពីខេត្តសោះពេលនេះបានជួបមនុស្សដែលគេស្រឡាញ់ហើយក្នុងនាមជាមនុស្សដែលលួចស្រឡាញ់ធានគឺមានតែជូនពរឲ្យគេមានសេចក្តីសុខសុភមង្គលរហូតទៅចោះណាឲ្យតែខ្ញុំលួចស្រឡាញ់អ្នកណាដឹងតែអ្នកនោះរបស់គេហ្មងហើយជាតិនេះប្រហែលជាគ្មានប្តីដេកអោបនឹងគេទេមើលទៅនោះអើយវីវ៉ហើយបីតែមានរឿងជាប់ខ្លួនហើយនៅមនុស្សទៅជាប់នៅក្នុងរឿងរបស់គេមលីក៏អញ្ចឹងមកដល់លាក់ប្រវត្តិចិនតាមពិតមលីជាសហាយប្តីរបស់បូស្បាសោះអើយមលីនឹងធានស្រឡាញ់គ្នាមុនបូស្បាមកក្រោយតែចាស់ជាអ្នករៀបចំឲ្យហើយបានឯងកុំសូវចេះដឹងរឿងគេពេកគិតតែពីការងារខ្លួនឯងឲ្យតែល្អទៅលើកនេះមុននឹងរើបុគ្គលិកមកធ្វើការត្រូវតែសួរនាំឲ្យបានច្បាស់ជៀសវាងជួបរឿងដូចជាពេលមុនទៀនប៊ីតែត្រូវគ្របកំភ្លើងឲ្យខ្ញុំហើយអ្នកនាងមលីងពេលស្លៀកពាក់បែបនេះទៅពិតជាស្រស់ស្អាតខ្លាំងណាស់ដូចកូនកំមុំតែម្ដងហើយមិនដែលទីអ៊ំច័ន្ទហើយស្អាតដូចជាតារាអញ្ចឹងនេះបើទៅធ្វើជាតារាដឹងតែល្បីហើយមិនចាំបាច់ហៅខ្ញុំថាអ្នកនាងក៏បានដែរណាភីមហៅខ្ញុំធម្មតាក៏បានដែរខ្ញុំមិនទម្លាប់បែបនេះទេមានអារម្មណ៍ថាដូចជាមិនមែនជាខ្លួនឯងមិនអីទេណាហៅមលីក៏បានដែរមិនដឹងបានទេពេលនេះឋានៈអូនមិនមែនដូចជាពួកគេទេបើអ៊ំច័ន្ទអាចហៅធម្មតាបានព្រោះទីនេះអ៊ំច័ន្ទដូចជាម្ដាយដូចជាសមាជិកសំខាន់ក្នុងផ្ទះនេះខ្ញុំមិនដែលទុកអ៊ំច័ន្ទជាអ្នកណាក្រៅនោះទេអ៊ំច័ន្ទជាអ្នកមើលថែខ្ញុំតាំងពីក្មេងមកខ្ញុំទុកអ៊ំច័ន្ទដូចជាម្ដាយម្នាក់អញ្ចឹងមានតែអ៊ំច័ន្ទទេដែលយល់ពីចិត្តខ្ញុំច្បាស់ជាងគេនោះអ៊ំក៏ដូចគ្នាមិនដែលទុកអ្នកផ្ទះនេះជាអ្នកដទៃនោះទេទីនេះជាផ្ទះជាកន្លែងដែលផ្ដល់គ្រប់យ៉ាងដល់អ៊ំគ្មានសាច់ញាតិឯណាទៀតទេចាស់ទៅមានតែផ្ញើខ្លួននៅទីនេះរហូតដល់ថ្ងៃទៅវិញសង្ឃឹមថាអំពើល្អដែលអ៊ំបានធ្វើកន្លងមកទទួលបានគុណបុណ្យពីលោកធានចោះអ៊ំមិនបាច់បារម្ភទេពួកខ្ញុំនឹងមើលថែអ៊ំទោះអ៊ំចាស់ធ្វើអ្វីមិនកើតក៏ពួកខ្ញុំមិនបោះបង់អ៊ំចោលដែរថ្ងៃមុខខ្ញុំមានកូនខ្ញុំនឹងប្រាប់កូនរបស់ខ្ញុំថាឲ្យមើលថែអ៊ំចាស់ដូចគ្នាមិនអីនោះទេណាអ៊ំចាស់អ៊ំគឺជាអ្នកមានកូនរបស់ខ្ញុំជាមនុស្សដំបូងដែលជាអ្នកនាំខ្ញុំមកធ្វើការនៅទីនេះទើបខ្ញុំមានថ្ងៃនេះរហូតដល់ខ្ញុំថ្លាមធំហ៊ានបងមានចិត្តលើចវាយតែខ្ញុំជឿថាគ្រប់យ៉ាងគឺសុទ្ធតែជានិស្ស័យព្រមវិខិតបានកំណត់មកអស់ហើយថាពួកយើងនឹងបានជួបរឿងបែបណានោះកំពុងតែនិយាយគ្នាពីរឿងអីហ្នឹងដូចជាជក់មកដល់ហើយអូមលីស្លៀកពាក់បែបនេះមើលទៅសឹងតែមិនស្គាល់ស្មានតាកូនកំមុំមកពីណាតើមិញនេះគឺពិតជាស្រស់ស្អាតណាស់គឺបងធានជាអ្នករៀបចំឲ្យតាមពិតខ្ញុំស្លៀកពាក់ធម្មតាក៏បានដែរចំពោះខ្ញុំត្រឹមតែការទទួលស្គាល់ពីលោកស្រីនិងលោកប្រុសគឺជាគុណបុណ្យដ៏ធំធេងរបស់ខ្ញុំណាស់តាហើយមិនអីទេនេះមិនមែនជាអ្នកបម្រើដោយការពីមុនទេពេលនេះនេះមានឋានៈជាកូនប្រសាក្នុងផ្ទះនេះដែរការរៀបចំខ្លួនឲ្យសមនឹងឋានៈវាជារឿងដែលសំខាន់បំផុតតទៅនេះមិនបាច់ហៅពុកខ្ញុំថាជាលោកប្រុសលោកស្រីទេនោះទេអាចហៅថាពុកម៉ែដូចជាកូនធានបាត់ណាយើងទុកនាងដូចជាកូនប្រសាស្រីនៅក្នុងផ្ទះនេះហើយចាលោកបងអ្នកម៉ែខ្ញុំអរគុណណាស់ដែលព្រមទទួលយកខ្ញុំជួយសម្រាប់បំណងពួកខ្ញុំថ្ងៃនេះជាថ្ងៃពិសេសរបស់ខ្ញុំមិនដែលទទួលបានអារម្មណ៍មានក្តីសុខដូចជាពេលនេះទេ
បានហើយណាអរគុណប្រមាណដងទៀតទៅរឿងអតីតកាលចាត់ទុកថាវាជាសុបិនអាក្រក់ចឹងយើងមកចាប់ផ្ដើមជីវិតសាថ្មីចឹងបង្កើតអតីតកាលថ្មីដែលមានរឿងល្អអតីតកាលជាមីរីនរឿងអនាគតក៏ជារឿងដែលមើលមិនឃើញបច្ចុប្បន្នទើបតែជារឿងដែលយើងត្រូវកិនថ្ងៃនេះយើងសប្បាយជួបជុំគ្នាជួបលីងដែលកូនទាំងពីរបានមកផ្ទះវិញហើយក៏ជួបលីងទទួលកូនប្រសាថ្មីផងដែរណា មិនទាន់អស់ទេណាយើងបានគិតគ្នារួចហើយនៅរដូវប្រាំងខាងមុខនេះពុកនិងម៉ែនឹងរៀបចំពិធីមង្គលការឲ្យកូនទាំងពីរនាក់ជាការផ្ដល់មុខមាត់ដល់កូនម្លិះដូចគ្នាក៏ដូចជាការបំពេញក្តីបំណងរបស់កូនទាំងពីរបើរៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់ជាការប៉ះពាល់អារម្មណ៍ខកចិត្តដល់អ្នកទាំងពីរកាលពីមុនដែលពុកម៉ែមិនបានល្អនឹងកូនណាបានហើយណែលពុកក្រែងថាឈប់រំលឹកពីអតីតកាលហើយមែនទេខ្ញុំសប្បាយចិត្តបើសិនជាពុកម៉ែមានកម្រិតបែបនេះព្រោះខ្ញុំក៏ចង់ប្រាប់ដល់មនុស្សគ្រប់គ្នាដែរថាម្លិះពេទ្យនេះមិនមែនជាម្លិះដោយការពីមុននោះទេបងធានអូនបជាអរគុណបងណាស់លោកពុកអ្នកម៉ែក៏ដូចគ្នាដែរមានក្តីសុខដល់ហើយណោះគូស្នេហ៍ថ្មីថ្មោងមានកម្មវិធីបែបនេះមិនគិតហៅអតីតប្រពន្ធឲ្យមកចូលរួមផងទេអីមិនក្តាច់ចិត្តម៉េចបូស្បានាងមកទីនេះពេលនេះធ្វើអីទៅក្រែងថាទឹកក្រោយនាងមកប្រមូលរបស់នាងមែនទីមកមុនធ្វើអីបថោអតីតម៉ែក្មេងរឿងមកទីនេះណាខ្ញុំមកពេលណាក៏បានឲ្យតែខ្ញុំចង់មកខ្ញុំមកប្រមូលរបស់ខ្ញុំទៅផ្ទះមែនតើហើយខ្ញុំក៏មកបញ្ចប់គ្រប់យ៉ាងជាមួយនឹងធាននិងមលីដូចគ្នាដែរមិនក៏ធ្វើមកភ័យធ្វើអីខ្ញុំមកល្អទេណាមកបញ្ចប់អីរឿងខ្ញុំនិងនាងបានចាប់គ្នាហើយតែបើនាងថាមកប្រមូលរបស់នោះនាងក៏ទៅយកចោលហើយឆាប់ចេញពីផ្ទះខ្ញុំភ្លាមទៅណាពិតជាចិត្តអាក្រក់ណាស់ខ្ញុំមកដល់ហើយមានកម្មវិធីបែបនេះមិនក៏មិនខាត់ឲ្យខ្ញុំទៅចូលរួមអបប្តីប្រពន្ធថ្មីថ្មោងផងបើគិតទៅយើងមិនមែនជាអ្នកដតីឯណាមែនទេអតីតលោកពុកក្មេងមែនហើយគ្មានអ្វីខុសទោសនោះទេបើគ្រាន់តែបោះស្បាចូលមកអបអរដល់កម្មវិធីធាននឹងមលិននោះតែអ្វីដែលពួកយើងបារម្ភនោះខ្លាចថាក្មួយមិនបានគិតល្អមកលើពួកយើងណាហើយចុះពលលោកគិតថាខ្ញុំនេះគួរតែគិតមិនល្អដែរអន់ហាកុំធ្វើមកភ័យអីណាខ្ញុំមកទទួលចុកអ្វីដែលខ្ញុំគួរតែបានខ្ញុំថាមលិននឹងធានគួរតែដឹងពីចិត្តរបស់ខ្ញុំច្បាស់ហើយនាងចាំបានអ្វីទៀតទេបូស្បាស្រីភាពដែលនាងទទួលបាននៅពេលនេះគឺពួកយើងជាអ្នកលើកតឲ្យនាងទីបាត់ល្មើសដែលនាងបានប្រព្រឹត្តបើគិតនោះមិនតិចនោះទេប៉ុន្តែពួកយើងយកដល់នាងតែពួកយើងមិនយកទោសពីដល់នាងនាំមានរឿងវែងឆ្ងាយខ្ញុំយល់តែក៏ជាធ្នូដែលខ្ញុំផ្ដល់ឲ្យប្តីរបស់នាងដូចគ្នាដែរបើខ្ញុំមិនលែងធានស្មានតែនាងមានសិទ្ធិមកដេកឲ្យប្តីរបស់គេពេញមុខមាត់បែបនេះមែនទេធ្វើដូចជាសុភាពណាស់តែកុំមើលទង្វើហើយបើនាងមិនលែងធានទីនាងក៏គ្មានមុខមកឆោប៉ប៉ប៉ោចនៅទីនេះដូចគ្នាដែរយើងដោះដូរគ្នាមានផលចំណេញដូចគ្នាបានហើយបូស្បារឿងចាប់ហើយកុំចាំមកបង្កើតបញ្ហាទៀតនឹងហើយខ្ញុំមកបញ្ចប់ហាញ់តើគឺបញ្ចប់ជីវិតរបស់ពួកឯងនឹងហើយនៅឲ្យស្ងៀមបើមិនចង់បែកក្បាលលុតជង្គង់ចុះទាំងអស់គ្នាទេអូយអ៊ំច័ន្ទអើយអ៊ីកំភ្លើងទៀតហើយកុំណាបោះស្បាកុំធ្វើឲ្យប្តីផ្ដាយសោះណានាងនៅតែមិនកែចរិតបើដឹងថានាងនៅតែមានកំណត់បែបនេះពួកយើងមិនលើកលែងឲ្យនាងឲ្យបាននៅក្រៅឃុំនោះទេបូស្បាកុំធ្វើចឹងអីណាក្មួយមិនក៏មិនចាប់ដោយស្រួលយើងនិយាយគ្នាបានសម្រួលគ្នាហើយតើមិនក៏ក្មួយនៅតែមានចិត្តមានកំណត់បែបនេះទៀតចង់ឲ្យនៅមានរឿងវែងឆ្ងាយដល់ណាទៀតឲ្យខ្ញុំព្រមចំទាំងឈឺចាប់បែបនេះមែនទេពួកឯងសងំមានក្តីសង្ឃខ្ញុំដេកឈឺក្រំទ្រូងអញ្ចឹងមែនទេហ៎ការឈឺចាប់របស់ខ្ញុំត្រូវតែមានអ្នកស្នងពួកឯងត្រូវតែសងឲ្យខ្ញុំវិញទាំងអស់កុំចឹងណាក្មួយពួកយើងបានជួយក្មួយច្រើនដូចគ្នាលុបបំណុលទាំងអស់ជួយសម្រួលឲ្យក្មួយបាននៅក្រៅឃុំបានជប់ជុំម៉ាក់ប៉ាវិញប៉ុណ្ណឹងហើយក្មួយនៅតែមានកំណត់ចង់បំផ្លាញគ្រួសារពូទៀតមែនទេប៉ុណ្ណឹងវាមិនទាន់គ្រប់គ្រាន់សម្រាប់ការឈឺចាប់ដែលខ្ញុំទទួលបានពីគ្រួសារពួកឯងទេក្នុងរឿងនេះបើចង់ចាប់នោះត្រូវតែមានអ្នកស្លាប់ហើយអ្នកដែលស្លាប់នោះគឺនាងមលីនឹងធានកុំគិតថាបានរស់នៅក្តីសុខជាមួយគ្នានោះថ្ងៃនេះខ្ញុំមកបញ្ចប់សាច់រឿងឲ្យពួកឯងហើយជប់ភ្លាមណាបូស្បាមិនក៏ធ្វើបែបនេះក្រែងយើងបាននិយាយគ្នារួចហើយតើកូនចង់ដេកគុកមែនទេលោកប៉ាអ្នកម៉ាក់មកធ្វើអីកុំមកចេះដឹងរឿងរបស់ខ្ញុំមកនេះដើម្បីបញ្ចប់រឿងហើយខ្ញុំក៏មិននាំបញ្ហាឲ្យប៉ាម៉ាក់ពិបាកចិត្តទៀតដែរខ្ញុំមានវិធីដោះស្រាយហើយប៉ាម៉ាក់ចេញទៅវិញទេខ្ញុំត្រូវតែសម្លាប់ពួកគេកុំធ្វើអញ្ចឹងណាបោះស្បា
កុំណាបោះស្បាអូនជួយចាប់កូនទៅ ខ្ញុំទៅ កុំណាកូន ខ្ញុំ កូន សម្ ធ្វើ រាប់ អញ្ចឹង វាកុំធ្វើឈួត មិនកុំនិយាយមិនស្ដាប់គ្នាបែបនេះបោះស្បាលេងទៅ លេចទៅឆាប់ឲ្យកំភ្លើងមកណែមកណា កុំធ្វើអញ្ចឹងណាបោះស្បា ខ្ញុំសម្រាប់វា កុំណាបោះស្បាអូនជួយចាប់កូនទៅ លេចខ្ញុំ កុំណាកូនកុំធ្វើអញ្ចឹង ឲ្យមកណែមក មិនកុំនិយាយមិនស្ដាប់គ្នាបែបនេះបោះស្បាលេងទៅ ឯងចង់បំផ្លាញខ្លួនឯងដល់ពេលណាទៀតលេចទៅលេចឆាប់ឲ្យកំភ្លើងមកណែមកណាលេចទៅលេងកំភ្លើងលេងមកណែមកណាលេងទៅឲ្យមកណែមក ស្បាអូន ពួកគេត្រូវក្របហើយបង ចាំមកទៅហើយលោកពូអ្នកមីងជួយប៉ាម៉ាក់ខ្ញុំផងជួយគាត់ផងលោកប៉ាអ្នកម៉ា គ្រប់គ្នាក៏បានបញ្ជូនពួកគេទៅមន្ទីរពេទ្យ នេះខ្ញុំសម្រាប់ប៉ាម៉ាក់របស់ខ្លួនឯងមែនទេខ្ញុំពិតជាអាក្រក់ណាស់មកពួកគាត់ចាំមកទៅខ្ញុំមិនលើកលែងទោសឲ្យខ្លួនឯងជាដាច់ខាតប៉ាម៉ាឲ្យខ្ញុំសុំទោសផងណា ពូគាត់ថាពួកគេមិនអីទេដាក់ក្មួយមកដល់ដៃពេទ្យហើយនោះណាមួយគ្រាប់មិនត្រូវចំកន្លែងសំខាន់ទេពេទ្យគេពូកែណាស់ក្មួយក៏បារម្ភពេកណាស់ នេះលោកពូអ្នកមីងមិនប្រកាន់ខឹងខ្ញុំទៀតទេមែនទេទាំងដែលខ្ញុំបានធ្វើរឿងមិនគប្បីដាក់នោះហើយនៅជួយជូនប៉ាម៉ារបស់ខ្ញុំមកពេទ្យទៀតខ្ញុំពិតជាខ្មាស់ខ្លួនឯងណាស់ដែលតែងតែគិតមិនល្អទៅលើគ្រួសារលោកពូអ្នកមីង បើឃើញគ្រោះថ្នាក់នៅក្នុងមុខមិនជួយដូចជាមិនសមយ៉ាងណាមីងនិងប៉ាម៉ាក់ក្មួយរាប់អានគ្នាស្គាល់គ្នាក៏យូរទោះបីជាពេលនេះទំនាក់ទំនងមិនដូចមុនប៉ុន្តែយើងនៅតែសល់ចិត្តមេត្តាដល់គ្នាប៉ាម៉ាក់ក្មួយក៏មិនចង់ឃើញក្មួយដើរផ្លូវខំម្ដងទៀតដូចគ្នាដែរណា ឲ្យខ្ញុំសុំទោសដល់លោកពូអ្នកមីងផងដែលថ្ងៃនេះខ្ញុំបានធ្វើរឿងមិនល្អចុងក្រោយផលវិបាកក៏ធ្លាក់មកលើខ្ញុំដដែលម៉ាក់ប៉ារបស់ខ្ញុំក៏រងគ្រោះដោយសារខ្ញុំទៀតខ្ញុំនេះពិតជាកូនចក្រៃនាំតែភាពអាម៉ាស់ដល់គ្រួសារពិតមែន ណាហើយចង់ចាត់ទុកថាជាកំហុសមួយពីរប៉ុន្តែចាប់ពីថ្ងៃនេះតទៅកុំធ្វើខុសបែបនេះទៀតអីជីវិតខ្លីយ៉ាងណាក៏ត្រូវតែរស់នៅឲ្យបានរីករាយតាមដែលអាចធ្វើបានរឿងខ្លាំងយើងមិនអាចបង្ខំឲ្យវាបានដូចចិត្តទេមានតែព្រមទទួលយកការពិនហើយបំភ្លេចអតីតកាលមិនល្អចោលទុកជាមេរៀនកុំឲ្យមានលើកក្រោយទៀត អូនោះលោកគ្រូពេទ្យមកដល់ហើយលោកគ្រូពេទ្យអ្នករបួសយ៉ាងម៉េចទៅហើយ លោកគ្រូពេទ្យពេលនេះប៉ាម៉ារបស់ខ្ញុំគាត់ចាំមកហើយ អ្នកទាំងអស់គ្នាក៏បារម្ភអីដែរពួកគេទាំងពីរនាក់មានសុវត្ថិភាពហើយដោយសារគ្រាប់ចំកន្លែងដែលមិនសំខាន់ត្រូវបញ្ឆិតដូចគ្នាអ្នកទាំងពីរកំពុងតែសម្រាកមិនទាន់នឹងខ្លួននោះទេ ខ្ញុំសប្បាយចិត្តណាស់ដែលបានលើដំណឹងបែបនេះខ្ញុំអរគុណដល់លោកគ្រូពេទ្យណាស់ដែលបានជួយដល់ប៉ាម៉ារបស់ខ្ញុំតើខ្ញុំអាចចូលទៅមើលពួកគាត់បានទេ ខ្ញុំថាកុំអាលអីឲ្យពួកគេសម្រាកឲ្យបានស្រួលសិនទៅណាមួយចូលពេលនេះក៏និយាយគ្នាមិនទាន់បាននោះទេអ្នកនាងអាចរងចាំដល់គាត់ដឹងខ្លួនសិនក៏បានដែរណា ចាមិនអីទេបើលោកគ្រូពេទ្យណែនាំបែបណាខ្ញុំមានតែធ្វើតាមរងចាំពួកគាត់ដឹងខ្លួនក៏បានដែរ បើអញ្ចឹងខ្ញុំលាអ្នកទាំងអស់គ្នាទៅមើលអ្នកជំងឺផ្សេងទៀតហើយណា ចាអរគុណណាស់លោកគ្រូពេទ្យសូមអញ្ជើញចុង មីងចូលរួមត្រេកអរផងណាស់ដែលប៉ាម៉ាក់ក្មួយផុតពីគ្រោះថ្នាក់បែបនេះដូចមីងថាអញ្ចឹងកុំបារម្ភពេករឿងវាមិនអាក្រក់ដូចជាការគិតរបស់ពួកយើងពេកទេ ខ្ញុំមានអារម្មណ៍ថាខុសខ្លាំងលើគ្រួសាររបស់ខ្ញុំណាស់មិនតែប៉ុណ្ណោះក៏ខុសលើគ្រួសាររបស់លោកពូអ្នកមីងម៉ាលីធានក៏ដូចគ្នាខ្ញុំបានសាងបាបកម្មច្រើនណាស់ធ្វើរឿងអាក្រក់ច្រើនខ្ញុំខ្មាស់ខ្លួនឯងតាមពិតអ្នកដែលដេកលើក្រែពេទ្យសំតែជាខ្ញុំទេទៅត្រូវ បានហើយឈប់បន្តខ្លួនឯងទៅដាក់ក្មួយតាមពិតទៅរឿងទាំងអស់ម្នាក់សុទ្ធតែមានកំហុសដូចគ្នាតែបើដឹងថាខុសនោះយើងព្យាយាមកែខ្លួននិងធ្វើខ្លួនឲ្យត្រូវវិញនោះពូថាមិនអាក្រក់នោះទេពូមិនក៏ខុសធាននិងម្លេះក៏ខុសម្នាក់សុទ្ធតែមានកំហុសនិងចំណុចខុសដូចគ្នាណា ចាលោកពូតើទៅខ្ញុំមិនគិតធ្វើអីផ្ដេសផ្ដាស់ទៀតទេខ្ញុំមិនបណ្ដោយឲ្យកំហឹងក្របដណ្ដប់ចិត្តបានទៀតទេឈប់មានគំនិតព្យាបាទធាននិងម៉ាលីខ្ញុំផ្ដាំសំទោសពួកគេទាំងពីរផងហើយសូមជូនពរឲ្យពួកគេទាំងពីរមានសុភមង្គលជាមួយគ្នាពីខ្ញុំអតីតញញឹមជូនពរពីចម្ងាយហើយឈប់បារម្ភទៅខ្ញុំមិនទៅរំខានពួកគេទេ មីងពិតជាសប្បាយចិត្តណាស់ដែលក្មួយយល់ត្រូវបែបនេះមីងនឹងប្រាប់ដំណឹងនេះដល់ពួកគេមីងក៏ជូនពរក្មួយឲ្យបានជួបមនុស្សដែលត្រូវចិត្តដូចគ្នាដែរណា បើពិតដូចជាអ្វីដែលនាងនិយាយនោះខ្ញុំសប្បាយចិត្តពេលនេះម៉ាក់ប៉ារបស់បោះស្បាពួកគាត់មានសុវត្ថិភាពហើយតែចំពោះបោះស្បានោះទោះខ្ញុំជឿថានាងកែតែខ្ញុំក៏មិនប្រហែលនោះដែរខ្ញុំនិយាយតាមត្រង់ចុះខ្ញុំមិនទុកចិត្តនាងនោះទេនេះលើកទី2ហើយណា នឹងហើយតែលើកនេះនាងនិយាយដូចជាច្បាស់កា
ប៉ុន្តែយ៉ាងណាចេះតែការពារខ្លួនទៅអញ្ចឹងប៉ុណ្្នឹងសិនហើយណាចាំមកទៅឲ្យបងពួកគាត់មានសុខភាពហើយមែនទេហើយចំពោះបោះស្បាវិញនោះតានាងចាំមកទៅឲ្យអូនតតែនឹងគ្មាននរណាមកបំបែកស្នេហាយ៉ាងទៀតដល់ឡើយបោះស្បានាងបាននិយាយថាជួបរឿងលើកនេះនាងយល់បានច្រើននាងនឹងមិនមករំខានពួកយើងទៀតនោះទេនាងថែមទាំងជូនពរដល់ស្នេហារបស់យើងទៀតពេលនេះយើងអាចរស់នៅដោយរីករាយហើយណាអូនតាបារម្ភថាថ្ងៃណាមួយនាងត្រឡប់មករករឿងពួកយើងដូចជាពេលមុននេះទៀតអូនគឺពិតជាកិច្ចច្រើនណាស់បងជីវិតមិនមែនទៅហើយគឺអាចត្រឡប់មកវិញបាននោះទេបងក៏មិនទុកចិត្តនាងដូចគ្នាតែយើងក៏ត្រូវតែប្រយ័ត្នខ្លួនមិនថាបែបណានោះទេយើងរស់នៅឲ្យមានន័យបើមានអ្នកគិតអាក្រក់មកលើយើងទៀតនោះទុកឲ្យច្បាប់ជាអ្នកដោះស្រាយចុះច្បាប់កម្មផលក៏ធ្វើការដូចគ្នាតោះកុំខ្វល់រឿងដែលមិនទាន់កើតឡើងចាន់ពេកអីពេលនេះយើងមានរឿងល្អៗចូលមកក្នុងជីវិតហើយតែរឿងរនាងបាំងស្នេហ៍សន្មតថាបញ្ចប់តែត្រឹមនេះសូមអរគុណដល់អ្នកទាំងអស់គ្នាដែលចំណាយពេលវេលាតាមដានតាំងពីភាគ1ដល់ភាគបញ្ចប់សូមជូនពរដល់អ្នកទាំងអស់គ្នាបានសុខកាយសប្បាយចិត្តរស់នៅដោយរីករាយនិងប្រាថ្នាអ្វីបានដូចបំណងសូមអរគុណ